mà đi chụp prey ông bố chụp prey ao xoay vì si nè bố ơi làm cái gì đập vào bố ơi một việc nhanh mơ đôi của nhanh quá cô mà đi pop bão này to to là đi đâu đây này đá đâu không chụp prey cả than chụp prey lâu sụp mai vậy nó sụp mai chứ ok là dương mà ăn trong chụp bao dương chẳng đấy này chụp dương thò mà đá nè mà chụp prey đấy còn đã phèn mà sao mình cái lên phọc lên đó lại một đố chụp preyហើយនឹងហើយអាកាសធាតុវាក្តៅខ្លាំងមែនទែនមួយរយៈហ្នឹងតែខ្ញុំចាក់លបងមើលដែរថាត្រង់ជ្រូកយើងក្តៅទេយើងជាពិសេសយើងធ្វើរោងដែលកន្លែងនោះកន្លែងដែលជ្រូកហ្នឹងគឺយើងដាក់អ៊ីសូឡង់ផងហើយដាក់សាំងសីហើយយើងដាក់ស្បូវទៀតអញ្ចឹងទៅយកធាងដូងយកអីមកដាក់ថែមទៀតអញ្ចឹងវាកាត់បន្ថយកម្ដៅអញ្ចឹងវាអត់សូវក្តៅទេហើយជ្រូកនេះឆ្លាតមែនទែនពីមុនឡើយយើងអត់ដាក់សំណាញ់នេះទេយើងដាក់តែលូសប៉ុន្តែវានៅតែឈ្មោះចេញបានហើយតែពេលឥឡូវយើងមានតែដាក់សំណាញ់នេះទៀតគឺកន្លែងដែលថាបរិញ្ញាជ្រូកឲ្យស្គាល់លូសឆក់អូខេហើយមើលជ្រូកនេះឆ្លាតមែនតើណាយើងដាក់តាលួសហ្នឹងគឺវាបុកចេញព្រោះវាស្គាល់ហ៎អញ្ចឹងកន្លែងនេះគឺកន្លែងដែលយើងបរៀនវាឲ្យស្គាល់ពីសំណាញ់លួសដែលឆក់ណាដើម្បីឲ្យដឹងទៅលក្រោយវាខ្លាចហើយវាមកតែរហូតពេលខ្លះមួយអាទិត្យឬក៏អីហ្នឹងវាមកតេស្តមើលថាវានៅឆក់អត់ហើយពេលខ្លះវាបុកមកទំហឹងសុំចិត្តឆក់បន្តិចចេញអញ្ចឹងឥឡូវយើងធ្វើដាក់ឲ្យវាស្គាល់ហើយបន្ទាប់មកពេលទៀតពេលស្គាល់ហើយយើងនឹងយកទៅខាងក្រៅយើងដាក់តាសំណាញ់លួសតែ2ឬក៏3ផ្សៃទេអញ្ចឹងយើងអត់ប្រើសំណាញ់ចេះច្រើនទៀតទេអូខេអញ្ចឹងមើលជ្រូកនៅខាងក្រៅមុខគេសុទ្ធតែផុកហើយគេអត់ហ៊ានទេគេអត់ហ៊ានគេអត់សូវហ៊ានមកកន្លែងឆក់ទេគេដឹងទោះបីយើងដាក់ចំណីដាក់អីក៏គេអត់សូវហ៊ានមកដែរគេដឹងថានឹងឆ